គ្រឿងต้មយำមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូននេះមានមកកឡនៅផ្ទះអញ្ចេះយើងស្រួលធ្វើម្ហូបចង់ធ្វើពេលណាគឺធ្វើពេលហ្នឹងអញ្ចឹងណាសម្រាប់អ្នកដែលគាត់ធ្វើពហិការដូចខ្ញុំអីគឺថាយើងអត់ចាំបាច់ទិញរបស់គេទេយើងមានរបស់ខ្លួនឯងស្រាមចែកមកឥឡូវមកមើលពីរបៀបធ្វើទាំងអស់គ្នាបងប្អូននេះបងប្អូននេះខ្ញុំមានខ្ទឹមក្រហមដែលបកហើយហ្នឹងចំនួន1ចានស្លពេញហើយនឹងខ្ទឹមសកន្លះចានស្លឹកក្រូចកន្លះកូនចានគល់ស្លឹកគ្រៃហាន់រួចហ្នឹង1ចានដែរបងប្អូន1ចានស្លហ្នឹងហើយនឹងរំដេងក៏កន្លះចានដែរឥឡូវបងប្អូនខ្ញុំចាប់ផ្ដើមកាត់ខ្ទឹមជាដុំទូចៗដើម្បីយើងងាយស្រួលយកទៅក្លុកឲ្យម៉ត់តែឆាប់ម៉ត់បើយើងដាក់តាំងមូលក៏ពិបាកក្លុកដែរហើយដាក់ទឹកបន្តិចផងបងប្អូនមិនអញ្ចឹងទេគឺថាកិនវាអត់ទៅមុខទេកិនវាម៉ត់រួចរាល់ហើយចាក់វាទុកមួយឡែកមកបន្ទាប់មកគឺខ្ញុំដំខ្ទឹមសវារៀងបាយតិចដើម្បីងាយស្រួលក្លុកដែរបងប្អូនបើម៉ាស៊ីនធំយើងដាក់ជាមួយគ្នាក៏បានដែរប៉ុន្តែដោយសារខ្ញុំដាក់អស់អញ្ចឹងដាក់2ដងខ្ញុំកិនរួចរាល់ហើយឥឡូវដាក់វាម្លាយជាមួយខ្ទឹមក្រហមហើយចំណែកនេះគឺជាម្ទេសដៃនាងដែលខ្ញុំស្ងោររួចរាល់ហើយបងប្អូនស្ងោរហើយលាងទឹកបេះគ្រាប់វាចេញឲ្យស្អាតព្រោះម្ទេសផ្លោកគឺខ្ញុំដាក់ប៉ុណ្ណឹងដែរបងប្អូនតែបានថតទេហើយពេលកិនហ្នឹងគឺដាក់ទឹកបន្តិចដែរបិណ្ឌកិនទៅមុខរួចទេបងប្អូននេះគឺជារំដេងហើយនឹងគល់ស្លឹកគ្រៃខ្ញុំដាក់វាលីងជាមួយគ្នាលីងរហូតដល់រៀងស្ងួនតិចឡើងឈ្ងុយហើយបន្ទាប់ពីវាក្រៀមបានប៉ុណ្ណេះហើយបងប្អូនចាក់ស្លឹកក្រូចនឹងចូលទៅហើយស្លឹកក្រូចលីងឲ្យរៀងស្ងួនតិចដែរទៅបងប្អូនឥឡូវនេះគឺថាលីងរួចរាល់ហើយបងប្អូនខ្ញុំដាក់វាម្លាយដែរសិនមកទឹកត្រីកន្លះកូនចានបងប្អូនចំពោះទឹកត្រីនេះគឺខ្ញុំយកទៅកិនជាមួយនឹងគល់ស្លឹកគ្រៃដោយសារខ្ញុំអត់ចង់ចាក់ទឹកចូលបើចាក់ទឹកចូលទៀតវារងាស់កាន់តែយូរអញ្ចឹងចាក់ទឹកត្រីចូលហ្មងហើយចំពោះទឹកត្រីហ្នឹងគឺខ្ញុំថែមកន្លះកូនចានទៀតបើសរុបមកគឺវាមកកូនចានក៏ពិតបើដាក់ច្រើនជាងហ្នឹងទៀតក៏វាអត់អីដែរបងប្អូនកិនវាឲ្យម៉ត់តិចណាបើយើងកិនអត់ម៉ត់ទេយើងញ៉ាំទៅវាស្កាត់គ្រឿងវាអត់ឆ្ងាញ់ណាបងប្អូនបន្ទាប់ពីកិនរួចរាល់ហើយខ្ញុំដួសវាដាក់ជាមួយនឹងម្ទេសដោយឡែកទៅរួចរាល់ហើយបងប្អូននេះយើងយកឆ្នាំងដែលរាងក្រាស់បន្តិចមកឬក៏ឆ្នាំងចាក់ដូចខ្ញុំចេះមកព្រោះឲ្យវាអត់ងាយខ្លោចទេឆ្នាំងហ្នឹងខ្ញុំចាក់ប្រេងកន្លះកូនចានចូលប៉ុន្តែបងប្អូនប្រេងកន្លះកូនចានហ្នឹងអត់គ្រាន់ទេខ្ញុំថែមរហូតប្រហែលជាចិត្តមួយចានហ្នឹងដែរក្រោយពីប្រេងរីងក្តៅហើយខ្ញុំចាក់ខ្ទឹមសហើយនិងខ្ទឹមក្រហមចូលបន្ទាប់ពីកូរមកស្ទុះមកគឺខ្ញុំចាក់កុលក្រៃម្ដេងស្លឹកក្រូចហើយនិងម្ទេសបន្តទៀតណាបងប្អូនហើយត្រូវបន្តកូរវារហូតចឹងបងប្អូនកុំដកដៃតែដកដៃគឺអាចនឹងខ្លោចណាដោយសារតែគ្រឿងយើងស្ទើរម៉ត់កូររហូតដល់ដាច់ទឹកបងប្អូនរៀងដាច់ទឹកបានប៉ុណ្ណេះគឺខ្ញុំចាក់ទឹកអំពិលទុំចូលបងប្អូនទឹកអំពិលទុំហ្នឹងខ្ញុំដាក់ចិត្តមកកូនចានហ្នឹងណាបងប្អូនយើងដាក់តែប៉ុណ្ណឹងបានទេបងប្អូននៅពេលដែលយើងស្ទើរជូរអីយើងអាចថែមក្រូចឆ្មាយបានណាពេលដែលយើងស្លបងប្អូនហើយបើបងប្អូនណាក៏អត់សូវចេះហិលអីគឺដាក់ម្ទេសដៃនាងបន្តិចបានហើយដាក់ម្ទេសផ្លោកក្រៀមឲ្យច្រើនតិចទៅព្រោះដោយសារម្ទេសផ្លោកយើងវាអត់សូវហិលបងប្អូនគ្រឿងយើងដាក់អំបិលថែមទៀតក៏បានដែរប៉ុន្តែខ្ញុំអត់បានដាក់ទេបើដាក់អំបិលថែមទៀតទៅយើងអាចទុកវាបានយូរហើយពេលស្លទៅអត់ប្រៃទេយើងអត់ចាំបាច់បង់អំបិលច្រើនទេយើងបង់គ្រឿងយើងនឹងល្មមហើយពេលសាប់ប្រៃអីយើងអាចថែមថយពីក្រោយនឹងតិចតួចបានអញ្ចឹងណាក្រោយពីកូរគ្រឿងបានដាច់ទឹកល្អហើយបងប្អូនយកកន្លកែវដែលស្អាតស្ងួតមួយមកហើយយើងច្រកវាទុកឲ្យបានស្អាតទៅហើយដាក់ក្នុងទូទឹកកកទៅឬក៏ដាក់ខាងក្រៅក៏បានដែរតែខ្ញុំមិនដឹងថាដាក់ខាងក្រៅបានថ្ងៃទេដោយសារខ្ញុំទៅធ្វើដំបងដែរអញ្ចឹងនេះបាន2គីឡនេះបងប្អូនកន្លមួយទៀតហ្នឹងគឺទុកយកឲ្យគ្រួសារគាត់ចុកខែតអញ្ចឹងធ្វើគ្រឿងស្រាប់ឲ្យគាត់អញ្ចឹងទៅវាងាយស្រួលគាត់ធ្វើម្ហូបណាដោយសារគាត់ល្វល់តកាហើយនេះបងប្អូនខ្ញុំចាប់ផ្ដើមដាក់ស្លហើយគ្រឿងធ្វើតាំងពីមុនអ៊ំទូកហើយក្រោយអ៊ំទូកឡើងមកតិចទៅវាចូលកន្លះខែគ្រឿងហ្នឹងបងប្អូនទើបតែបានស្លទេខ្ញុំយកមានស្លឹកក្រូចហើយម្ដេងបន្តិចហើយនឹងគល់ស្លឹកគ្រៃមកគល់យកទៅវារំលីងវារៀងឈ្ងុយបងប្អូនបន្ទាប់មកគឺខ្ញុំចាក់ទឹក1លីត្រចូលបន្ទាប់មកក្របវាទុកវាឲ្យពុះទៅបងប្អូនហើយនេះគ្រឿងសមុទ្រដែលខ្ញុំសល់មកពីខេត្តទៅកពតថ្ងៃមុនហ្នឹងគឺមានមឹកបន្តិចក្តាមបន្តិចហើយនឹងបកាបន្តិចចំពោះបន្លែខ្ញុំមាន5-6មុខដែរបងប្អូនមានពេញប៉ោះមានផ្សិតខ្ទឹមប្រាំងពោតប្រាំងម្ទេសផ្លោកពណ៌ខៀវបងប្អូនហើយនេះជាគ្រឿងខ្ញុំដែលញាត់ក្នុងកន្លប្រហែលកន្លះខែបងប្អូនហើយខ្ញុំសួរខាងគ្រួសារខ្ញុំគាត់ថាអត់មានខូចមានក្លិននេះទេពួកគាត់មានដាក់ក្នុងទូទឹកកកទេក៏ដាក់ខាងក្រៅទឹកពុះហើយបងប្អូនខ្ញុំដាក់វាមកស្លាបព្រាឡើងពេញអញ្ចឹងហ្មងចូលទៅក្នុងទឹកស្លដែលមានចំនួន1លីត្រហ្នឹងហើយកូរវាឲ្យវាអត់លាយចូលជាមួយនឹងទឹកស្លហ្នឹងតិចទៅចាំដាក់បន្លែផ្សេងចូលចំពោះបន្លែគឺដាក់ពោតមុនគេបងប្អូនដោយសារជាបន្លែរឹងតើមកដាក់ខ្ទឹមសចិញ្ចាមចូលអំបិលបន្តិចបងប្អូនកុំដាក់អំបិលច្រើនពេកដោយសារគ្រឿងយើងក៏ប្រៃដែរខ្ញុំថែមទឹកត្រី1ស្លាបព្រាបាយចូលហើយនឹងម្សៅស៊ុបកន្លះស្លាបព្រាបងប្អូនម្សៅស៊ុបខ្ញុំអត់សូវប្រៃទេអញ្ចឹងខ្ញុំដាក់រៀងច្រើនណាភ្លក់មើលស្អាតប្រៃហើយទើបខ្ញុំដាក់បន្លែចូលដោយសារតែ
ពេលដាក់បន្លែយើងហ្មតែថែមថយគ្រឿងទៀតវាអាចនឹងធ្វើបន្លែយើងឲ្យលួយបន្ទាប់មកគឺដាក់ផ្សិតចូលបងប្អូនផ្សិតនឹងដាក់ឲ្យវាឆ្អិនដែរបន្ទាប់មកទៀតបងប្អូននេះគឺដាក់គ្រឿងសមុទ្រយើងចូលទៅតែអត់បានចុចថតទេបងប្អូនហើយក្របវាទុកមកពុះបងប្អូនបាច់ពុះយូរពេកទេគឺដាក់មកពុះអីគឺខ្ញុំដាក់បន្លែទាំងអស់ហ្នឹងចូលតែម្ដងហើយបន្លែហ្នឹងខ្ញុំដាក់តែមកពុះដែរទេបន្ទាប់មកគឺខ្ញុំថែមទឹកដោះគោស្រស់ចំនួន1វ៉ែបងប្អូនបើមានក៏ដាក់ទៅហើយបើអត់មានមិនបាច់ដាក់ក៏បានដែរហើយចំពោះគ្រឿងនេះគឺវាអត់សូវឈួលហើយនឹងដិតខ្លាំងទេនិយាយទៅរសជាតិល្មមមកឆ្ងាញ់តែម្ដងណាបងប្អូនហើយបងប្អូនជួយចិត្តជូរជួយចិត្តផ្អែមអីអាចថែមថយគ្រឿងទៅតាមចំណង់ចំណូលចិត្តបងប្អូនបានសម្រាប់ខ្ញុំវារៀងស្ទើរជូរបន្តិចចឹងខ្ញុំថែមក្រូចឆ្មា2ចំណិតទៀតចូលគឺល្មមតែម្ដងបងប្អូនហើយដាក់ជីដាក់អីទៅឡើងឈ្ងុយគួរឲ្យចង់ញ៉ាំតែម្ដងណាបងប្អូនហើយអ្នកចិត្តខាងគាត់ចូលមកដល់គាត់ក្លិនឈ្ងុយតុងយ៉ាំហ៎តាមពិតគឺកំពុងតែស្លតុងយ៉ាំនឹងឯងនេះឆ្អិនរួចរាល់ហើយបងប្អូនតំណងគួរឲ្យចង់ញ៉ាំដែរអត់បងប្អូនជួយវិសាហាពេលល្ងាចជាមួយខ្ញុំហើយនឹងកូនពៅហើយបងប្អូននេះចាំមើលទឹកមួយកូនពៅខ្ញុំណាហើយណាកូនសរុបមកកូនពៅខ្ញុំក៏អត់ចេះហល់ទេបងប្អូនអើយchẳngមានអីទៀតទេគឺថាធ្វើមកមុខទៀតឲ្យនឹងស្លគេឡើងឆ្ងាញ់នេះគាត់អត់ចេះហល់វីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនជម្រាបលា